បាទសួស្តីអ្នកទស្សនាវីដេអូទាំងអស់គ្នាបាទវីដេអូនេះខ្ញុំចង់បង្ហាញអំពីការប្រគំ file ជាច្រើនឲ្យចេញទៅជា file តែមួយយើងអាចប្រគំ file PDF ជាច្រើនឬក៏ file រូបភាពជាច្រើនឬក៏ PDF លាយរូបភាពហ្នឹងឲ្យចូលទៅជា PDF តែមួយតាមតែមួយ file អញ្ចឹងយើងអាចមើលលំនាំវីដេអូនេះឧទាហរណ៍ខ្ញុំមាន folder នេះមួយដែលខ្ញុំផ្ទុក file របស់ខ្ញុំក្នុងនេះអញ្ចឹងខ្ញុំបើក file ខ្ញុំមកបាទខ្ញុំស្វាគមន៍បើកមកបាទឥឡូវឧទាហរណ៍នៅក្នុងនេះខ្ញុំមានបន្ទុកក្នុងខែធ្នូនេះខែធ្នូខ្ញុំដាក់បន្ទុកទៅប៉ុណ្ណឹងទេហើយត្រឡប់ទៅវិញខ្ញុំចូលទៅបោះពុំសើតាមដានការសិក្សាតាមខែបាទចានេះខ្ញុំបោះពុំខែធ្នូចឹងខាងនេះខ្ញុំរើសយកខែមករាមកបាទឥឡូវខ្ញុំបោះពុំសិស្សទី1បោះពុំសិស្សទី1បាយលេខ1ឡើងហ្នឹងយើងបោះពុំយើង save as មក file វា save as រើសនេះមកកន្លែងទុកយើងដូរនេះទៅជា PDF កន្លែងនេះយើងដាក់ A1 ចឹងមកចំណាំ save មកវាចូលក្នុង folder ហ្នឹងហើយតទៀតយើងបដូរលេខនេះទៅជាលេខ2ម្ដងតាមលំដាប់មកហើយយើង save ទៀតមក save as ទៀតមកយើងរើស PDF កន្លែងនេះយើងដូរទៅជា A2 ចឹងមកយើងដូរឈ្មោះវាខុសៗគ្នាបាទតទៀតយើងដូរទៅនឹងទៅជាទី3ទៀតមកបាទយើង file save as ទៀតមករើសទៅ PDF មកឥឡូវនេះដាក់ A3 មក save ទៀតមកបាទឥឡូវនេះប៊ូនេះធ្វើលំនាំចឹងដដែលមកធ្វើលំនាំនឹងដដែលមក file save as ហ្នឹងគឺបង្កើតទៅជា file កើតទៅ file PDF យ៉ាងច្រើនតនេះយើងដូរទៅជា A4 ចឹងមកបាទឥឡូវខ្ញុំ save ត្រឹម5ទៅបានឧទាហរណ៍ខ្ញុំ save ដល់លេខ5ទៅបានហើយបាទហើយ file ទៀតមក save as មកឬកន្លែងទុកបាទនេះឬទៅជា PDF មកទៅនេះដាក់ឈ្មោះ A5 ចឹងមក save មកបាទអញ្ចឹងបានប៉ុណ្ណឹងឥឡូវឧទាហរណ៍ខ្ញុំ share ទៅប៉ុណ្ណឹងឯងយើងមានកិច្ចការច្រើនទៀតប៉ុន្តែយើង share ទៅប៉ុណ្ណឹងឥឡូវខ្ញុំថយទៅវិញខ្ញុំ share វាទុកខ្ញុំបិទវិញចុះអញ្ចឹងខ្ញុំបាន file PDF ហ្នឹងនៅទីនេះមាន5 file អញ្ចឹងយើងច្បាច់ file នឹងចូលគ្នាច្បាច់ធ្វើម៉េចអញ្ចឹងដើម្បីច្បាច់ចូលគ្នាយើងអាច select វាទាំងអស់មកក៏បានឬចុចលើវាតែមួយក៏បានដែរឥឡូវខ្ញុំអាចថា select វាទាំងអស់ក៏បានដែរបាទបើអញ្ចឹងទេយើងចុចចេះឲ្យស៊ីព្រួយមកក្រោមមកហ្នឹងហើយយើងមកស្ដាំហើយនេះចំពោះ Windows 11ចេញចឹងមក Windows 10វាចេញខុសហ្នឹងតែសំខាន់យើងចុចអីបន្ថែមទៀតសិនបាទយើងនឹងឃើញពាក្យមួយទៀតគេដាក់នេះមើលពាក្យដែលខ្ញុំដាក់ម៉ៅចំហ្នឹងបាទចុចអាហ្នឹងមកពី load file យើង select មិញមកហើយអញ្ចឹងយើង select វាម្ដងទៀត select អាហ្នឹងមក select ទាំងអស់មក select តាមលំដាប់ឈ្មោះរបស់វាហ្នឹងបាទយើង select រួចរាល់យើងចុចពាក្យខាងក្រោមនេះចុចពាក្យនេះបាទចុចមកវាធ្វើការចាប់ file ទៅជា file តែមួយហើយអញ្ចឹង file 5 select ហ្នឹងចូលជា file តែមួយហើយតោះវាចូលចឹងយើង save មក save មក save as ក្រោយយើង save ក្រោយវាឲ្យយើងពេញឈ្មោះហើយហើយយើងដាក់មកយើងដាក់ A B C D ចឹងមកក៏បានឈ្មោះ file ហើយយើង save មករួចរាល់យើងបិទពេញមកអញ្ចឹងយើងបាន file មួយទៀតបាទនេះបាន file មួយទៀត file A B C D នេះដែលយើងបានមិញណាអញ្ចឹងយើងអាសៀងយើងទុកឡើងណាក៏បានតែខ្ញុំមិនបានកំណត់វាលូត desktop អញ្ចឹងយើងបើកវាមកអញ្ចឹង file នេះគឺមាន5ទំព័រនេះគឺវាចូលគ្នាតែមួយតែម្ដងអញ្ចឹងយើងងាយស្រួលបោះពុំឡើងនេះបោះពុំម្ដងទៅទាំងអស់អូខេឥឡូវនេះងាយតែប៉ុណ្ណឹងទេអាចសាកធ្វើតាមលំនាំនឹងបាន